បាទខ្ញុំបាទសូមរំអរកាយជម្រាបសួរប្រិយមិត្តជាទីស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបឆាបន្លែចម្រុះបាទតើឆាបន្លែចម្រុះមានគ្រឿងផ្សំអ្វីខ្លះនិងរបៀបធ្វើយ៉ាងណាសូមបងប្អូនតាមដានទស្សនាវិធីធ្វើជាមួយខ្ញុំបាទទាំងអស់គ្នាបាទឥឡូវយើងមករៀបគ្រឿងផ្សំសិនបងប្អូនបាទតើមានអ្វីខ្លះយើងរៀបទាំងអស់គ្នាបងប្អូនបាទគឺយើងមានទឹកត្រីបងប្អូនបាទទឹកត្រីប៊ីចេងស្ករសបាទមានទឹកស្អ៊ីវដែរបងប្អូនបាទហើយមានម្ទេសបងប្អូនបាទហើយមានម្សៅស៊ុបរ៉ូឌីបងប្អូនយើងក៏មានដែរប្រេងខ្យងបាទខ្ទឹមសបងប្អូនបាទចំណែកនេះគឺបាទដើមខ្ទឹមហាន់បាទយើងមានដែរបាទចំណែកបន្លែបាទខ្ញុំប្រើចំនួនបាទ5មុខបងប្អូនបាទមានសណ្ដែកត្រសក់ការ៉ុតម្នាស់ហើយនឹងខ្ទឹមបារាំងបងប្អូនបាទចំណែកសាច់បាទខ្ញុំប្រើសាច់ជ្រូកបងប្អូនបាទសាច់ជ្រូក3ជាន់យើងបងប្អូនឥឡូវយើងទៅមើលវិធីធ្វើទាំងអស់គ្នាបន្តទៀតបាទសូមអញ្ជើញបាទវិធីបន្ទាប់បាទយើងចាក់ខ្លាញ់ចូលបងប្អូនចាក់ខ្លាញ់រួចហើយយើងចាក់ទេបងប្អូនទី5យើងចាក់ចូលមកបាទគឺយើងឆាវាឲ្យឈ្ងុយសិនបងប្អូនបាទឥឡូវឃើញថាឡើងឈ្ងុយបងប្អូនទោះតែយើងចាក់សាច់ចូលសិនបងប្អូនtrong cái nàyយើងចាក់ប្រេងតិចមកបាទបាទទីយើងលីងសាច់យើងឲ្យរាងឆ្អិនបន្តិចទៅណាបងប្អូនបាទឥឡូវសាច់យើងបាទឃើញថារាងឆ្អិនតែ70%បងប្អូនតបនេះយើងដាក់ប៊ីចេងចូលមកបាទទឹកស្អ៊ីវដាក់ទឹករ៉ូឌីដាក់ចូលមកស្ករសប្រេងខ្យងបងប្អូនបាទទឹកត្រីខ្ញុំដាក់តិចទៀតបងប្អូនបាទមិញដាក់រៀងតិចបាទបាទគឺយើងថែមនៅទឹកធម្មតាយើងតិចបងប្អូនបាទបន្តទៀតបងប្អូនបន្លែយើងដាក់ចូលទាំងអស់មកបាទបាទគឺយើងត្រឡប់បន្លែយើងឲ្យឆ្អិនសិនបងប្អូនបាទឥឡូវបានឆ្អិនហើយបងប្អូនបាទត្រង់កលីបងប្អូនលក់មើលរសជាតិផងបងប្អូនបាទបន្លែខ្ញុំបាទអត់អុយរលួយពេកទេបងប្អូនបាទខ្ញុំយកប៉ុណ្្នឹងឯងបាទនងនេះបងប្អូនពីចុងក្រោយបងប្អូនបាទដើមខ្ទឹមយើងដាក់ចូលមកទីយើងដាក់ចូលដែរមកទីដាក់ចានយើងបងប្អូន ប
បាទឥឡូវបានហើយបងប្អូនបាទតំណងនេះបាទឥឡូវបាទឆាបន្លែចម្រុះយើងបាទគឺខ្ញុំបានធ្វើរួចរាល់ហើយបងប្អូនបាទខ្ញុំបាទគឺមានតែប៉ុណ្្នឹងឯងបងប្អូនបើសិនបងប្អូនពេញចិត្តនៅវីដេអូខ្ញុំបាទសូមកុំភ្លេចជួយ like ចុច share ឬក៏ចុចអក្សរជាវដើម្បីទទួលបានវីដេអូថ្មីពី channel របស់ខ្ញុំបាទសូមជូនពរឲ្យបងប្អូនមានសុខភាពល្អនិងរកទទួលទានមានបានគ្រប់គ្រងគ្រួសារខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា